ថ្ងៃនេះរីឡែកជាមួយនឹងស្រីស្អាតរបស់យើងឥឡូវយើងទស្សនាវីដេអូស្រីស្អាតរបស់យើងគាត់បានមករីឡែកនៅជើងភ្នំទឹកជ្រោះកំពុងតែហូរល្វិចមើលទៅទេសភាពគួរស្អាតខ្លាំងមែនទែនឥឡូវនេះគាត់កំពុងដើរជពុបជាមួយនឹងដុំគ្រូដុំអីប្រៗគ្នាយើងមកឃើញយ៉ាងជួយលើកអត់ប៉ុន្តែប្រយ័ត្នទៅមើលឆ្វេងមើលស្ដាំផងប្រយ័ត្នផុសគេឥឡូវនេះត្រីគាត់ទិញមកពីផ្សារនេះគឺតែធំខ្លាំងមែនទែនមិនស្ទូចបានឬមួយក៏អីបាច់ធ្វើសើដឹងត្រីនឹងទិញឥឡូវនេះគាត់បានយកដុំថ្មដមត្រីហើយគាត់ចាប់ដើមធ្វើសកាត្រីគាត់នឹងទៅឥឡូវយើងចាំមើលថាត្រីរបស់គាត់នឹងគឺគាត់យកទៅធ្វើអីបានឆ្ងាញ់ឥឡូវនេះគាត់ចាប់ដើមពុះវែកក្បាលវែកអីហើយឥឡូវមើលទៅគាត់លះស្បែកលះអីគឺអស់ខ្លះហើយគាត់ចាប់ដើមយកដាក់ចានរបស់គាត់ហើយមកដើរលេងតាមជ្រូតាមអីវាចានជាវិចារធំហ្នឹងមែនតើឥឡូវគាត់ចាប់ដើមដាក់ទឹកត្រីទឹកស្អៀវហើយអ្នកថតហ្នឹងអត់ព្រមជួយលើកថ្មលើកអីឲ្យគ្នាលើកតែឯងគាត់ចាប់ដើមឥឡូវនេះគាត់កំពុងចាប់ដើមបង្កើតភ្លើងបង្កើតអីហើយចាំមើលថាតើគាត់នឹងធ្វើអីទៀតឥឡូវជាមួយនឹងទឹកត្រីកោះកងរបស់យើងហ្នឹងគឺទំនងខ្លាំងមែនតើបើសិនអេដមីនវិញប្រហែលជាដុតជាមួយនឹងអបជាមួយមីស៊ូឯងវាឆ្ងាញ់តែពួកគាត់ហ្នឹងគឺគាត់អត់អបមួយមីស៊ូទេគឺគាត់លេងអបឆៅយ៉ាងតែម្ដងហើយមើលទៅប្រទេសមើលទៅអីទំនងខ្លាំងមែនតើហើយគាត់ក៏អត់ភ្លេចទេជាមួយនឹងស្រាសចិនរបស់គាត់ហ្នឹងគឺគាត់ចូលចិត្តខ្លាំងតែអញ្ចឹងហើយនៅប្រទេសចិនគឺគេនិយមចូលចិត្តខ្លាំងមែនតើជាមួយនឹងស្រាសស្រាអីលាយជាមួយត្រីឬមួយក៏ជាមួយនឹងសាច់អាហារដែលគេបានធ្វើគឺគេតែងតែយកស្រាសស្រាអីយកមកដាក់ឥឡូវស្រីស្អាតរបស់យើង style ទេគឺអត់មានចូលចិត្តញ៉ាំទេតែនៅក្នុងវីដេអូគឺ style យ៉ាងមិននៅក្រៅវិញប្រហែលជាដាក់សវឹងជោគជាប់មកយើងអត់ដឹងទេថាស្រីស្អាតឥឡូវប្រកាសចូលចិត្តផឹកខ្លាំងមែនតើដូច្នេះហើយវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេអរគុណគ្រប់លាជួបគ្នានៅវីដេអូក្រោយបន្តទៀត